បាទជម្រាបសួរបងប្អូនអ្នកគ្នាហ្នឹងខ្ញុំថ្ងៃនេះមកប្រាប់ពីរបៀបផុសវីដេអូទៅយើងកុំអោយវាចាញ់ច្រើនបងប្អូនផុសវីដេអូវិញអស់មួយទៅវាកាត់ជាវីដេអូរៀលច្រើនវីដេអូបាទវាបិទងាយទេបងប្អូនចូលទៅក្នុងFacebook យើងមកបាទចូលទៅក្នុង app Facebook យើងមកហ្នឹងហើយឬបងប្អូនធ្វើការចុចផុសវីដេអូមកបាទផុសវីដេអូមកចុចចូលមកយើងមកជ្រើសរើសវីដេអូមួយណាមួយបងប្អូនជ្រើសរើសយកវីដេអូខ្ញុំមួយនេះខ្ញុំថតពីទីរ៉េនបាទហ្នឹងហើយអូខេបងប្អូនចុចចូលមកបងប្អូនសរសេរចំណងជើងសិនមកបាទហ្នឹងហើយដាក់ថា Turin play Turin play ច្រើនបាទយើងសរសេរយ៉ាងជើបទៅហើយបងប្អូនធ្វើការចុចហើយយើងចុចកន្លែងនេះធម្មតាមកបាទយើងចុចចូលហើយចុចចូលចុចមួយមកអូខេដល់កន្លែងនេះយើងមកធ្វើការអូសមកក្រោមបងប្អូននឹងឃើញពាក្យមួយនេះបងប្អូននេះគឺរូបកន្ត្រៃនេះអត់បាទបងប្អូនធ្វើការចុចចូលមកបងប្អូនមកបិទកន្លែងនេះមកបាទហើយបងប្អូនធ្វើការបន្ថឹកនៅខាងលើនេះហ្នឹងហើយនេះហើយយើងធ្វើការផុសទៅគឺវាអត់ចាញ់វីដេអូច្រើនទេបងប្អូនហ្នឹងបងប្អូនចុចផុសមកបាទចុចផុសនៅកន្លែងនេះហ្នឹងយើងចុចឲ្យចាញ់មកបងប្អូនតែប៉ុណ្ណេះយើងរងចាំវាពេញមកយើងចូលទៅមើលវាអត់មានផុសច្រើនទេបងប្អូនពេលដែលយើងផុសរួចហើយយើងចូលទៅក្នុង profile របស់យើងបងប្អូនវាឆែកមើលបាទតើវាកាត់វែងអត់បាទបងប្អូនរៀនគឺវាអត់កាត់វែងទេបាទវាកាត់ច្រើនទេបងប្អូនវាកាត់តែមួយទេបាទវាដោយសារយើងបិទខាងកន្លែងកន្ត្រៃហើយបងប្អូនបាទបើវីដេអូនេះមានប្រយោជន៍បាទកុំភ្លេចជួយចុច share ចុច follow អ្នកមួយផងបងប្អូនបាយបាយ